ឥឡូវនេះខ្ញុំមកបង្ហាញពី indicator ដែលខ្ញុំបានធ្វើរួចអញ្ចឹងខ្ញុំឃើញថា signal របស់វាបោះមកមួយច្បាស់គួរសមអញ្ចឹងឥឡូវនេះខ្ញុំដាក់នៅក្នុងមួយថ្ងៃប៉ុន្តែមុនយើង trade យើងអាចមើលលំហរបស់វាទៅថាតើក្នុងមួយថ្ងៃលក្ខណៈ down trend ឬក៏ up trend អញ្ចឹងណាហើយបន្តទៀតយើងអាចមើល4ម៉ោងក៏នៅតែ down trend ដែរព្រោះថាពេលច្រើន4ម៉ោង1ម៉ោងមួយថ្ងៃគឺជា goal ហើយអញ្ចឹងណាហើយយើងអាចចូលមើល1ម៉ោងក៏ដូចគ្នាដែរអញ្ចឹង signal មានច្រើនតាម time frame មួយឥឡូវនេះ indicator របស់ខ្ញុំដំបូងគឺមានមួយអញ្ចឹងខ្ញុំបង្ហាញតើតើជាមួយ indicator ទី1ខ្ញុំបិទអាទី2នេះសិនណា indicator ទី1នេះគឺជា indicator basic ប៉ុន្តែក៏មាន signal buy sell ដែរនៅកន្លែងហ្នឹងខ្ញុំដាក់ក្នុង1ម៉ោងអញ្ចឹងកាលណាវាចេញលក្ខណៈផ្កាយនេះមានន័យថាមានគេចាប់ផ្ដើមចូលទិញអញ្ចឹងបើសិនជាវាកំពុងក្នុង down trend មានន័យថាមានគេចាប់ផ្ដើមចូលទិញទៅវាចេញផ្កាយលក្ខណៈបែបហ្នឹងអញ្ចឹងផ្កាយនឹងក្រោម candlestick ប៉ុន្តែមិនមែនជាសញ្ញាយើងចូលទិញទេគ្រាន់តែវាប្រាប់យើងថាមានគេចាប់ផ្ដើមចូលទិញអញ្ចឹងចូលទិញក្នុងដំណាក់កាលមួយគឺឡើងវឹងនៅកន្លែងនេះផ្កាយចុងក្រោយឡើងវឹងប៉ុន្តែតើតើមាន confirmation ដែរណាអាហ្នឹងគឺមានក្បួនរបស់វាអញ្ចឹងណាលក្ខណៈថាដូចជានេះបើយើងចាំមើល candlestick បន្ថែមខ្លួនឯងរត់ទៅល្អដូចជាជាមួយនឹងលក្ខណៈ candlestick លក្ខណៈដូចជា hammer យ៉ាងនេះវាឡើងទៅអញ្ចឹងទៅប៉ុន្តែអាហ្នឹងវាជាក្បួនទូទៅសម្រាប់ការសម្គាល់ទេអ្វីដែលសំខាន់ក្នុងការសម្គាល់វាគឺ engulfing អញ្ចឹង engulfing បើនៅក្នុង1ម៉ោងយើងដូចជាអត់សូវឃើញទេកម្រឃើញប៉ុន្តែបើសិនជាក្នុង15នាទីគឺយើងឃើញច្រើន engulfing នេះដូចនេះ buy engulfing អានេះ candlestick ពណ៌ក្រហមតូចមួយបិទដោយអា candlestick ក្រាស់នេះ buy engulfing វាឡើងទៅវឹងឡើងដល់នេះយើងអាចចំណេញអញ្ចឹងទៅហើយបន្តទៀតចូលដល់កន្លែងណាមួយទៀតគេចាប់ដើមលក់ទៀតចូល engulfing នេះទៀតគឺសិតតែកន្លែងដែលយើងអាចចូលទិញដើម្បីចំណេញអញ្ចឹងណាប៉ុន្តែខ្ញុំ recommend ឲ្យ trade តាម trend មានន័យថាបើសិនជា down trend យើងចាំ sell ទៅបើសិនជា up trend ចាំ buy ទៅវាបង្កើននៅសុវត្ថិភាពក្នុងការ trade របស់យើងនឹងខ្ញុំមានន័យថាអញ្ចឹង indicator ទី1នេះគឺផ្ដោតសំខាន់ទៅលើហ្នឹងហើយបន្តទៀតក៏វាមានសញ្ញាបន្ថែមទាក់ទងជាមួយនឹងbearish divergence hidden bearish divergence bullish divergence ឬក៏ hidden bullish divergence វាស្រាប់មានសញ្ញានេះដូចនេះ hidden bearish divergence អានេះ divergence អញ្ចឹងន័យថាបើសិនជាអ្នកដែលគាត់ធ្លាប់រៀនគាត់ប្រកាសជាដឹងថាពពួក divergence ហ្នឹងគឺសិតតែបង្ហាញពីសញ្ញាដែលកាក់នឹងវាលំហូរទៅណាឧទាហរណ៍វាពង down trend វាចេញ hidden bearish divergence វារត់ទៅ down trend ប៉ុន្តែគាត់ដឹងថា down trend រំលងណាទេតែវានឹង down trend ឆាប់បន្តទៀតអញ្ចឹងណាដូចនេះឡើងមកដល់នេះ down trend វឹងខ្លាំងមកអញ្ចឹងដោយសារតែសញ្ញានៅកន្លែងនេះ hidden bearish divergence ហើយនឹង bearish divergence នេះឃើញវា confirm 1 2 3 confirm 3តង់ក្នុង time frame 15នាទីធ្លាក់មកអញ្ចឹងទៅអញ្ចឹងអានឹងគឺជាសញ្ញាដែលធ្វើឲ្យយើងមានការប្រុងប្រយ័ត្ននៅកន្លែង hidden bullish divergence នេះក៏ដូចគ្នាដែរនៅពេលវាចេញវាប្រកាសជាអាចឡើងតិចតួចឬក៏ឡើងខ្លាំងអញ្ចឹងនេះវានៅក្នុងមួយជួរនោះចេញពីរប៉ុន្តែអានឹងគាត់ថាវាសញ្ញាបញ្ជាក់ពីលំហូរផ្សារថាវានឹងទៅណាទេវាមិនមែនជាសញ្ញានៃការចូលទិញលក់ទេអញ្ចឹងអានឹងខ្ញុំបញ្ជាក់នៅក្នុង indicator ទី1អញ្ចឹងនៅក្នុងកន្លែងនេះក៏បង្ហាញពីប្រភេទនៃនៅពេលគេចាប់ដើមលក់វាបង្ហាញពីប្រភេទនៃ candlestick តែ candlestick មួយហ្នឹងគេហៅថាគេដូចនេះ spinning top អានេះ swing អញ្ចឹងទៅយើងអាច trade តាម candlestick បានដែរបើសិនជាយើងជំនាញអញ្ចឹងណាអញ្ចឹងទៅ indicator ទី1របស់ខ្ញុំនេះគឺវាបង្ហាញលក្ខណៈបែបហ្នឹងនៅក្នុងហ្នឹងក៏មានផ្សំលក្ខណៈជា sell side liquidity buy side liquidity ហើយនឹង FVG ខ្ញុំកំពុង scroll មើលវាមានបញ្ជាក់នៅចំណុចហ្នឹងនេះ FVG យើងត្រឡប់ទៅមើល5នាទីក៏មាន FVG មាន buy side មាន sell side អញ្ចឹងទៅមាន order block support order block ឬក៏ resistance order block អញ្ចឹងទៅអញ្ចឹងវាសុទ្ធតែបញ្ជាក់អញ្ចឹងកាលណាយើងមានលក្ខណៈបែបហ្នឹងហើយគឺយើងអាចចាប់ដើមទិញលក់រៀងមានសុវត្ថិភាពបន្តិចជាជាងយើងអត់មានអីសោះអញ្ចឹងខ្ញុំបញ្ជាក់នៅត្រង់ចំណុចហ្នឹង indicator ទី1អញ្ចឹងខ្ញុំបិទ indicator ទី1ខ្ញុំបើក indicator ទី2 indicator ទី2គឺមានសញ្ញាទិញលក់ច្រើនមានពេលខ្លះហ្នឹងគឺវាបោះ signal ឲ្យទិញទៀតដូចជាកន្លែងនេះចឹងដូចកន្លែងនេះវាបោះចេះហើយយើងចំណេញត្រឹមតែក្បែរ take profit ទី1អញ្ចឹងទៅក៏យើងអាចយកចំណេញបានដែរដូចមុននឹងមិញនេះវាបោះ signal ឲ្យ sell 4196អញ្ចឹង4196នៅនេះអញ្ចឹងរឿងនេះគឺជាចំណុច entry ចំណុចចូលផ្សារ4196បើយើងលក់នេះចិត្តដល់ take profit ទី2នេះ take profit ទី2អានេះខ្ញុំអត់ដាក់តម្លៃលេខទេយើងអាចដាក់ scroll មួយខ្លួនឯងទៅ4188 take profit ទី3អត់ដល់ទេអញ្ចឹងបើថាបើយើង trade លុយតូចអីវ៉ាន់យើងត្រូវមក trade take profit ទី1ខ្ញុំគិតថាអាចគ្រប់គ្រាន់អញ្ចឹងណាជាលក្ខណៈបែបហ្នឹងអានេះក្នុងលក្ខខណ្ឌមួយនៅនេះមានលក្ខខណ្ឌច្រើនណាស់បើសិនជាឃើញ SH នៅកន្លែងនេះអានេះខ្ញុំដាក់ទូចដើម្បីឲ្យស្រួលមើលក្នុងទូរស័ព្ទ indicator ខ្ញុំគឺសម្រាប់ប្រើក្នុងទូរស័ព្ទហើយនឹងកុំព្យូទ័រក៏បានដែរប៉ុន្តែកុំព្យូទ័រតូចបន្តិចប៉ុន្តែបើអ្នកធ្លាប់ប្រើប្រកាសជាដឹងអានេះ SH អានេះ SL មានន័យថាម៉េច SL មានន័យថា swing low SH មានន័យថា swing high ចឹងមានថា swing low នៅកន្លែងនេះបើកាលណាលោតសញ្ញាបែបហ្នឹងមានន័យថាវាប្រកាសជាឡើងខ្លាំងឡើងទៅលើចេះឲ្យតែចេញសញ្ញាហ្នឹងមួយមកគឺយើងអាចចូលទិញនៅប្រឡោះក្បែរហ្នឹងឬក៏ candle បន្ទាប់អញ្ចឹងទៅហើយយើងចាំចំណេញនៅកន្លែងណាបានដែរហ្នឹងតែយើងកំណត់កន្លែងទៀតណាខ្ញុំអត់ដាក់ជា signal ឲ្យចូលទេអញ្ចឹងចូលដល់ខ្លួនឯងទៅប៉ុន្តែគ្រាន់តែខ្ញុំបញ្ជាក់ថានៅកន្លែង swing low និង swing high គឺសិតតែជាសញ្ញាដើម្បីចូលទិញក៏ចូលលក់ហ្នឹងនៅនេះក៏មានលក្ខណៈជា
open price open range price អាហ្នឹងនៅពេលលោកសញ្ញាបែបហ្នឹងក៏វា confirm មកតង់ឲ្យយើងចូលទិញដែរអញ្ចឹងកាលណាយើងចំណេញខ្ញុំដុំនេះយើងចង់ចូលម្ដងទៀតវាមានសញ្ញាយើងអាចចូលមកនេះយើងអាចទិញឡើងបានដែរអញ្ចឹងកាត់ចំណេញខ្លួនឯងទៅនៅកន្លែងមានសញ្ញាច្រើននៅនឹងមានសញ្ញាអីទៀតបើយើងចូលមើលទៅវាមានសញ្ញា swing low swing high គឺជាប្រសិទ្ធភាពខ្លាំងផុតហើយឃើញ swing low swing high អញ្ចឹងពីច្រើនគឺមានហ្នឹងមួយទៀតគឺតាក់ទងជាមួយនឹងលក្ខណៈបែបនេះកណាចេញសញ្ញាព្រួយអញ្ចេះក៏យើងអាចទិញបានដែរប៉ុន្តែវាមិនមែនជាកន្លែងចូលទិញទេនេះអានេះចូលលក់មិនចូលទិញសំទុះចូលលក់បើវាចេញពីក្រៅអញ្ចេះពណ៌បៃតងនេះដូចនេះចេញចេះពណ៌បៃតងអញ្ចឹងណាចូលទិញឥឡូវនិយាយពីការចូលលក់សិនកណាវាចេញសញ្ញាព្រួយអញ្ចឹងន័យថាវាជាសញ្ញាមួយដែលមានគេចាប់ដើមលក់អញ្ចឹងទៅប៉ុន្តែមិនមែនជាកន្លែង rebound ទេឬក៏ retest ទេអញ្ចឹងណានេះកន្លែង retest គឺនៅកន្លែងនេះ candlestick មួយនេះកន្លែងចូលគឺនេះចូលនៅ43 45ហើយយើងមកចំណេញនៅលើ take profit ទី1 43.50ក៏បានឬក៏លើសនឹងក៏បានដែរអានឹងយើងកំណត់ឯងទៅបើសិនចេះមើលតំបន់ក្នុងការលក់ទៀតទៅល្អសម្រាប់យើងអញ្ចឹងណាអញ្ចឹងសញ្ញានេះគឺជាសញ្ញាដែលចាប់ដើមហើយនេះគឺជាសញ្ញាដែលថាវា retest ឲ្យឡើងទៅលើយើងចំណេញទៅអញ្ចឹងកន្លែងនេះអានេះគឺជាសញ្ញានៃការចាប់ដើមចូលលក្ខខណ្ឌទិញហើយបន្តទៀតកន្លែងនេះគឺជាកន្លែង retest អញ្ចឹងដូចយើងដឹងស្រាប់ហើយអ្នក trade ក្នុងតំបន់ retest អីផ្សេងពេលខ្លះយើងមើលដឹងតែ indicator ដឹងក្បួនដឹងអញ្ចឹងណាបើអ្នកជំនាញហ្មងគាត់អាចដឹងដែរអញ្ចឹងណាអញ្ចឹងទៅក្នុងតំបន់ retest គឺជាតំបន់ដែលសុវត្ថិភាពបំផុតនៅក្នុង indicator ទី2របស់ខ្ញុំអញ្ចឹងនៅនេះដូចជាមាន3ប្រភេទ swing low swing high តំបន់ retest ហើយនឹងនេះ ORB OR sell ORB ORS ហ្នឹងហើយ ORB ORS អញ្ចឹងវាសិតតែសញ្ញាដែលយើងអាចចូលទិញលក់បានហើយនៅក្នុងហ្នឹងគឺផ្សំដោយរូបមន្ត ICT និង Smart Money Concept ច្រើន SMC ណាអញ្ចឹងទៅវាជាក្បួនដែលមានប្រសិទ្ធភាពវាមិនមែនជាក្បួន basic ទេនេះជាក្បួនលក្ខណៈ advanced ហើយផ្គុំចូលគ្នាទៀតអញ្ចឹងនៅក្នុងនេះប្រហែលជាមាន4-5 strategy នៅក្នុង indicator មួយហ្នឹងឥឡូវនេះខ្ញុំបានបង្ហាញនៅក្នុង indicator ទី2នេះហើយអញ្ចឹងដើម្បីរឹតតែមានប្រសិទ្ធភាពក្នុងការទិញលក់មែនទែនហ្មងយើងអាចបើក indicator 2ហ្នឹងផ្សំចូលគ្នាហើយយើងចាំមើលទៅអញ្ចឹងឥឡូវខ្ញុំបើកទាំងពីរហ្មងអញ្ចឹងកាលណាបើកទាំងពីរខ្ញុំមកមើលអាកន្លែង trade ថ្មីនេះអញ្ចឹងអាសនេះអានេះបន្តតែខ្ញុំគូទេមានថាតំបន់ដែលវាអាចឡើងទៅដល់ណាអញ្ចឹងមិញអានេះវាទៅប៉ះទី1អានេះទៅក្បែរវាចុះវិញវាអាចនឹងឡើងមកប៉ះឲ្យទី2ចេះទៅហើយបន្តអាចបន្តធ្លាក់អញ្ចឹងទៅលក្ខណៈជា pattern double top ឬក៏ pattern អក្សរ M ណាលក្ខណៈបែបហ្នឹងឥឡូវខ្ញុំមក zoom មកធំបន្តិច reset view នេះឃើញអានេះខ្ញុំនិយាយពីសភាពថ្មីហ្មងនេះអញ្ចឹងនៅកន្លែងនេះវាចេញ swing low មួយគាត់ថាចេញ swing low នៅក្នុង time frame 5នាទីក៏ដោយក៏15នាទីក៏ដោយឲ្យតែឃើញគឺជាតំបន់ដែលសម្បត្តិเป็นការចូលទិញវាឡើងវឹងអញ្ចឹងដូចយើងនឹងស្រាប់ហើយនៅក្នុង uptrend អានេះ uptrend លំហូរ5នាទីនៅក្នុង uptrend បើសិនជាវាឡើងដល់តំបន់ដែលថាមានចាប់ដើមមានគេចាប់ដើមចូលលក់វាចេញសញ្ញាពណ៌ក្រហមសញ្ញាគុណពណ៌ក្រហមចាប់ដើមចូលលក់តែខ្ញុំបញ្ជាក់ថាសញ្ញាគុណពណ៌ក្រហមនៅក្នុង indicator ទី1នេះមិនមែនជាតំបន់ចូលលក់ទេណាគាត់ថាវាបញ្ជាក់ប្រាប់ថាមានគេចាប់ដើមចូលលក់អីអញ្ចឹងទៅយើងត្រៀមលក់គេដែរអញ្ចឹងនេះចាប់ដើមបើសិនជាបងប្អូនបកកែ candlestick អីអាចមើលឲ្យចូលទិញខ្លីៗបានតែអញ្ចឹងអានេះចេញ ORB ន័យថាវាឡើងបន្តិចទៀតហើយបន្តទៀតនេះចាប់ដើមលក់ដល់កន្លែងនេះអានេះដូចជា sorting star នេះដូចជា sorting star វាចេញសញ្ញាគុណគាត់ថាចេញលក្ខណៈ candlestick បែបហ្នឹងមកចូលវឹងអញ្ចឹងកន្លែងនេះមានអីផ្សំនៅនេះមាន2 strategy បើសិនជាផ្សំដោយ candlestick មួយទៀតមាន3 strategy នេះឥឡូវខ្ញុំនិយាយតែ2ចុះនេះវាមាន S8 មួយនេះ swing high នេះអាក្រហមបន្តិចនេះ swing high ហើយបន្តទៀតអានេះគឺថាមានគេចាប់ដើមចូលលក់វាចេញសញ្ញាគុណអញ្ចឹងពីរហ្នឹងបូកជាមួយនឹង candlestick លក្ខណៈជា sorting star នៅខាងលើនេះអានេះដូចជា3ហើយបន្តទៀតផ្គុំដល់នេះផ្គុំដល់នេះ candlestick នេះហៅថា engulfing នេះពីរនេះអញ្ចឹងលក្ខណៈ bearish engulfing ទៀត4 pattern ចូលគ្នាយើងអាចចូលលក់ដោយសុវត្ថិភាពប៉ុន្តែខ្ញុំបញ្ជាក់ចឹងនៅក្នុង indicator ទី2កាលណាចេញលក្ខណៈបែបនេះហើយវាត្រូវ retest វាឲ្យតម្លៃទិញអញ្ចឹងមិញនេះវាឲ្យតម្លៃនៅ41.96 41.96ហ្នឹងហើយ41.96អត់សូវតូចពេកអញ្ចឹងវាឲ្យដាក់ stop loss នៅខាងលើនេះ stop loss តើយើងដាក់អនឯងហ្នឹងខ្ញុំអត់ដាក់ទេនាំតែញ៉ៃ42.00អញ្ចឹងវាចេញនៅ candlestick នេះអញ្ចឹង41.96យើង set លក់ទៅអញ្ចឹង take profit ទី1ឆ្លងកាត់ហើយវាទៅក្បែរ take profit ទី2អញ្ចឹងបើអ្នកដែលបកកែទ្រាំគាត់អាចទ្រាំដល់ take profit ទី2ឬក៏ក្បែរគាត់អាចកាត់ខ្លួនឯងទៅពេលច្រើនខ្ញុំអត់សូវដាក់លក្ខណៈ take profit ឬក៏ stop loss អីឲ្យទេគាត់ដាក់ខ្លួនឯងទៅ scroll ខ្លួនឯងទៅអញ្ចឹងណាលក្ខណៈបែបហ្នឹងអញ្ចឹងគ្រាន់តែកន្លែងនេះមួយ confirm ដល់តែ 3-4 ចំណុចហើយសួរថាហេតុអីក៏យើងអត់ហ៊ានចូលលក់នៅកន្លែងហ្នឹងអញ្ចឹង indicator របស់ខ្ញុំនេះគឺខ្ញុំធ្វើដាក់ច្រើនវិធីសាស្ត្រចូលគ្នាជាមួយ ST Smart Money Concept ហើយនឹងរូបមន្តធម្មតាដើម្បីផ្សំចូលគ្នាឲ្យចេញជាកន្លែងដែលយើងសុវត្ថិភាពក្នុងការចូលទិញលក់ឥឡូវខ្ញុំត្រឡប់ទៅក្រោយ
ត្រឡប់ទៅក្រោយយើងមើលថាតើមានកន្លែងណាខ្លះយើងអាចចូលបានសូម្បីទីផ្សារកត្រាក់ខ្លាំងក៏វាអាចចាប់បានដែរនៅហ្នឹងអញ្ចឹងទៅទីផ្សារ sideways ក៏បានទីផ្សាយកត្រាក់ខ្លាំងក៏បានបើអ្នកបកកែគាត់អាចយក indicator មួយ set ហ្នឹងទៅគឺគ្រប់ដល់អញ្ចឹងណាដូចនេះចេញសញ្ញាគុណលក្ខណៈពណ៌បៃតងនេះគឺមានអ្នកវាពងចុះ down trend មានគេចាប់ដើមចូលលក់ដល់កន្លែងនេះចេញដូរជីមួយឡើងវឹងអាហ្នឹងនៅនេះបើនិយាយពី pattern វិញបើនិយាយពីយុទ្ធសាស្ត្រវិញខ្ញុំសូមបន្ថែមតិចនៅនេះបើនិយាយពីយុទ្ធសាស្ត្រវិញវាមាន1 2 3ទាំង candlestick អញ្ចឹងចាប់ដើមចូលលក់អញ្ចឹងអានេះសញ្ញាគុណមើលថាមានគេចាប់ដើមចូលលក់អាហ្នឹងប្រើខ្សែ RSI ដើម្បីវាស់ស្ទង់នៅក្នុងយុទ្ធសាស្ត្រមួយហ្នឹងហើយបន្តមកទៀតចេញអាខៀវអ្នកពណ៌ខៀវបន្តិចនេះគឺមានគេចាប់ដើមលក់វានឹងឡើងលើហើយបន្តទៀត candlestick បន្ទាប់គឺលក្ខណៈដូចជា sorting star នៅក្រោមណាហ្នឹងអញ្ចឹង3យុទ្ធសាស្ត្រចូលគ្នាឡើងវឹងមកដល់អញ្ចឹងនៅក្នុងកន្លែងទិញលក់មួយរបៀបបោះមកគឺសិតតែមានសញ្ញាប្រគំបើយើងចង់ច្បាស់ធ្វើដូចខ្ញុំទៅយើងអាចវាស់ស្ទង់ចាប់ពី2យុទ្ធសាស្ត្រឡើងទៅជាមួយ candlestick ឬក៏3អញ្ចឹងទៅ2ទៅ3យុទ្ធសាស្ត្រយើងអាចចូលទិញដល់សុវត្ថិភាពបានហើយអញ្ចឹងណាអញ្ចឹងតើហ្នឹងខ្ញុំបញ្ជាក់អញ្ចឹង indicator ហ្នឹងវាពិសេសត្រង់ថាវាមានយុទ្ធសាស្ត្រយើងវាស់ស្ទង់តើយើងអាចគួរចូលឬក៏អត់ខ្ញុំគិតថាយុទ្ធសាស្ត្របើសិនជាប្រគំចាប់ពី2ឡើងទៅហើយគឺជាតំបន់ដែលថាសុវត្ថិភាពអញ្ចឹងណាសំខាន់បើយើងចេះគូតំបន់ខ្លួនឯងទៀតយើងអាច trade ដេញតាម trend ដល់ខ្លួនឯងបានទៀតអញ្ចឹងណាអាហ្នឹងគឺលក្ខណៈបែបហ្នឹងអញ្ចឹងសរុបមកវិញនៅនេះយើងអាច trade នៅក្នុង time frame 1នាទីក៏បាន5នាទីក៏បានឬក៏ដល់ណាក៏បាននៅក្នុងរាល់ time frame ទាំងអស់គឺអានឹងវាដើរតាម time frame អញ្ចឹងអានេះគឺជា signal ចុងក្រោយ signal ដែលពិសេសកាលណាវាចេញអញ្ចឹងគឺ signal ដែលពិសេសបំផុតបានវាចេញអានោះនេះកន្លែង signal លក្ខណៈបែបចុចនេះអញ្ចឹងមិញហ្នឹងខ្ញុំបានចំណេញប្រហែលខ្ទង់ជា2 trade ដែរខ្ញុំចូលអត់ច្រើនទេខ្ញុំអត់ជន់យកដូចគេទេស្អាតថាយើង account volume ទូចអញ្ចឹងទៅខ្ញុំចូលតែ1 trade ឬក៏2 trade ទេប៉ុន្តែចូលមួយគឺយើងច្បាស់នៅ pattern ថាវាចេញលក្ខណៈបែបម៉េចមានប្រមាណចំណុចហើយយើងដឹងថាអាចយកចំណេញពីទីផ្សារបានជាជាងយើងអត់មានអីសោះហើយយើងចូលនាំឲ្យយើងខាតអញ្ចឹងការប្រគំយុទ្ធសាស្ត្ររបស់ខ្ញុំនៅក្នុង indicator 2នេះយ៉ាងហោចណាស់ក៏មាន8 strategy ចូលគ្នាដែរទាំង ICT ទាំង Smart Money Concept អញ្ចឹងម្ដងទៀតបើសិនជាបងប្អូនត្រូវការ indicator លក្ខណៈបែបនេះអាចតាក់ទងមកខ្ញុំបានអរគុណច្រើន